ត្រូវបែកពីកូនពៅម្ដងទៀតទេព្រោះលើកនេះចេចេទៅកែបនឹងកពតអត់បានយកអូនទៅទេប៉ះចំថ្ងៃជប់សម្រាប់ទាំងមូលសង្ឃឹមថាចេចេបាននៅផ្ទះលេងជាមួយអូនតែទៅជាចេចេទៅដើរលេងចោលវិញអញ្ចឹងចាំមើលvlogនេះទៅជាមិនខ្លះដោយអត់មានកូនពៅអារ៉ុនសួស្ដីទៅតែម៉ោង5ទៀបភ្លឺទេងើបជាមួយខ្ញុំដែរចង់ជូនដំណើរខ្ញុំទៅប៉ុន្តែទឹកមុខនេះមើលទៅអត់សប្បាយចិត្តសោះព្រោះខំគិតថាថ្ងៃជប់សម្រាប់ទាំងមូលបានបងនៅលេងជាមួយតែឥឡូវនេះគេទៅដើរលេងចោលបាត់និយាយលេងទេបងប្អូនខ្ញុំឯណាទៅដាច់ចិត្តដើរលេងចោលកូនពៅនោះខ្ញុំទៅនេះគឺដោយសារខាងក្លឹប CPSDC ហើយនិង CCC នៅសាលាខ្ញុំពួកគាត់បានរៀបចំជា charity នៅខេត្តកែបនៅពេលចប់ពី charity event ក៏ពួកគាត់ឆ្លៀតពេលដើរលេងជុំគ្នាតិចតួចទុកជា memory នៅខេត្តកែបហើយនិងកំពតតែមួយពេលបានទៅកែបមិនដែលរំលងកំពតទៅកំពតក៏មិនដែលរំលងកែបដែរមែនអត់ឥឡូវនេះពួកយើងមកដល់កែបហើយក៏ដល់ទីតាំងដែលត្រូវធ្វើ charity នឹងដែរទីតាំងដែលពួកគាត់ជ្រើសរើសធ្វើ charity នឹងហៅថាអង្គការកុមារកែបហើយនេះមិនមែនជាលើកទី1របស់ខ្ញុំទេដែលមកលេងកែបប៉ុន្តែគឺជាលើកទី1ដែលខ្ញុំបានមកដល់អង្គការកុមារកែបនេះនៅទីនេះគេរៀបចំបានស្អាតមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ល្អហើយអ្វីដែលធ្វើឲ្យខ្ញុំកាន់តែនឹកស្មានអត់ដល់នឹងភ្ញាក់ផ្អើលមួយទៀតគឺអូននៅនេះគាត់ស្គាល់ខ្ញុំភាគច្រើនទាំងខ្ញុំទាំងបងដែលទៅជាមួយគ្នាពួកយើងសុទ្ធតែទទួលបានអារម្មណ៍កក់ក្ដៅពីពួកគាត់តូចទេប៉ុន្តែចេះ welcome ធ្វើឲ្យយើងមានអារម្មណ៍ថា warm ហ្មងអត់ដែលជួបគ្នាពីមុនសោះប៉ុន្តែពេលមកដល់ឃើញពួកគាត់អង្គុយចាំយ៉ាងស្ងៀមស្ងាត់រួសរាយរាក់ទាក់ឲ្យមុខម្នាក់ពោពេញទៅដោយស្នាមញញឹមទាំងអស់គ្នាហ្មងខ្ញុំឃើញហើយពិតជាសប្បាយចិត្តមែនតើកន្លែងនេះបងគាត់រៀបចំជាសំណួរខ្លះដើម្បីជំរុញឲ្យបងគាត់មានភាពក្លាហានក្នុងការឡើងមកនិយាយចែករំលែកពីចំណេះដឹងផ្ទាល់ខ្លួនក៏ដូចជា idea របស់គាត់អញ្ចឹងណាប៉ុន្តែពួកគាត់និយាយបានល្អមែនតើខ្ញុំសុំតសាហើយបើអូនអែលកាឈូកអង្គុយចិត្តខ្ញុំនេះវិញមហាសែនរួសរាយ friendly ដាក់ខ្ញុំមែនតើខ្ញុំស្រស់ទៀតណាក៏លេខទៅមើលមកជ្រុងខាងនោះវិញឃើញអាអូនទូចនេះគាត់គេញ៉ាំនំធ្វើឲ្យហើយខ្ញុំនឹកឃើញថាដូចនីគីកាលពីតូចនោះដូចចាឯងនឹងអីគេដែរទេនំមួយនៅដៃនោះខំញ៉ាំនឹងគេដែរសោះគេញ៉ាំទាំងអស់គ្នាអីចាំកាលខ្ញុំញ៉ាំដែរជាក់ស្ដែងទៅពេលវេលាដែលបានចំណាយជាមួយពួកគាត់ក្នុងថ្ងៃនោះគឺយូរគួរសមដែរប៉ុន្តែខ្ញុំថតនេះកាត់ទេអញ្ចឹងបានមើលទៅឃើញលឿនតែអត់អីទេបានចូលក្នុងវីដេអូទុកជា memory ជាមួយគ្នាអញ្ចឹងក្រោយពីបញ្ចប់កិច្ចការ charity រួចអស់ហើយពួកយើងជិះត្រឡប់មកក្នុងខេត្តវិញដើម្បីទៅរកអីញ៉ាំព្រោះដល់មកញ៉ាំបាយថ្ងៃហើយឃ្លានណាមកដល់នេះក៏ជាប់ចិត្តនឹងភោជនីយដ្ឋានគេនេះទៀតព្រោះមើលទៅ view ស្អាតមែនតើទេសភាពអញ្ចេះអីញ៉ាំបាយឆ្ងាញ់អស់ 4-5 ចានអត់ដឹងខ្លួនទេណាប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាអញ្ចេះពេលខ្ញុំទៅដល់ភោជនីយដ្ឋានដឹងភ្លាមខ្ញុំមានអារម្មណ៍មួយថាកន្លែងហ្នឹងខ្ញុំធ្លាប់មកពីមុនអារម្មណ៍ហ្នឹងគឺឲ្យមកអញ្ចឹងហ្មងខ្ញុំមិនដឹងថាខ្ញុំចាំច្រឡំឬក៏មិនទេតែគឺមានអារម្មណ៍អញ្ចឹងគិតថាកន្លែងនេះខ្ញុំធ្លាប់មកពីតូចជាមួយគ្រួសារម្ដងបងប្អូនធ្លាប់អញ្ចឹងដែរអត់ដូចថាពេលយើងទៅណាមួយឬក៏ឃើញហេតុការណ៍អីមួយអញ្ចឹងយើងមានអារម្មណ៍មួយថាយើងធ្លាប់ជួបវាពីមុនណាគ្រាន់តែយើងចាំអត់ច្បាស់ថាពេលណាអូឈប់អត់កើតទេតែបដ ឲ្យខ្ញុំនិយាយពីរឿងហ្នឹងមិនស្រួលចប់វីដេអូនេះទៅទេអត់មានបានអីទេក្រៅពីរឿងហ្នឹងឥឡូវសូមស្លេះរឿងមិនត្រឹមនឹងសិនចោះឲ្យនាំបងប្អូនមកមើល view កន្លែងនេះជាមួយខ្ញុំវិញ relax មែនតើឡើងស្អាតអូយស្រឡាញ់ណាស់ចាសាមស្បែកជើង10ឥឡូវតែ enjoy view មាត់សមុទ្រគេស្អាតពេកផ្លិចគិតថាខ្លួនឯងកំពុងពាក់ប៉ាត់តាតែអីទេធ្វើមិនបើសើមហើយអញ្ចឹងមានតែទៅវិញពាក់ទៅទាំងអញ្ចឹងថាលេងទេដោយសារចេញពីកន្លែងមិញខ្ញុំអត់មានត្រូវទៅណាទៀតទេគឺត្រឡប់មកអូតែលជុំគ្នាវិញអញ្ចឹងបានខ្ញុំនិយាយថាអត់អីហ្នឹងហើយយប់នេះពួកយើងធ្វើជាលក្ខណៈ barbecue ញ៉ាំឈៀលជុំគ្នាតិចតួចប៉ុណ្្នឹងឯងហើយចូលគេងរៀងខ្លួននិយាយអត់ចង់ច្បាស់កាត់មកដល់ព្រឹកថ្ងៃបន្ទាប់ជាថ្ងៃទី2នៅខេត្តកំពតហើយក៏ជាថ្ងៃដែលពួកខ្ញុំត្រូវត្រឡប់មកពេញវិញដែរប៉ុន្តែអត់ទាន់មកវិញភ្លាមទេនាំគ្នានៅលេងកន្លះថ្ងៃហ្នឹងសិនអញ្ចឹងមុនចេញដំណើរតទៀតពួកយើងបំបែកផ្លូវគ្នារកអីចំអែតកាពះរៀងខ្លួនព្រឹកឡើងសិនហើយខ្ញុំមកដល់ក្នុងផ្សារសាមគ្គីនៅខេត្តកំពតនេះបានបាញ់សុងលាយកាទៀវកាត់មួយចានប៉ុណ្ណឹងគិតថាខ្ញុំឆ្អែតនៅប្រកាសណាស់ខ្ញុំឆ្អែតហើយប៉ុន្តែជីកាត់ឃើញនំប៉័ងគៀបនេះតំណងពេកទ្រាំបានទេទិញមួយទៀតបើលីហាលនេះវិញខ្ញុំទិញនៅមុខផ្សារសាមគ្គីហ្នឹងបើបានទៅលើក្រោយខ្ញុំដឹងតែទិញទៀតហើយឆ្ងាញ់ណាស់ទេមានអារម្មណ៍ថាទៅតែញ៉ាំបាយព្រឹកមិញសោះឥឡូវកាត់មកដល់បាយថ្ងៃត្រង់ណាទៀតហើយបាយថ្ងៃត្រង់មកពេលនេះញ៉ាំនៅភោជនីយដ្ឋានអីញ៉ាំលេងចូលហើយតើតើបានមកញ៉ាំនៅដងព្រែកកពតអីអញ្ចេះបាននាំគ្នាញ៉ាំឆ្ងាញ់ខ្ញុំអត់ដឹងថាខ្ញុំហៅឈ្មោះនេះខុសឬត្រូវទេណាប៉ុន្តែដងព្រែកកពតនេះខ្ញុំមកជាលើកទី2ហើយការមកលើកទី1មាននីគីមានម៉ាក់អ៊ំនិយាយទៅមកជាមួយគ្រួសារញ៉ាំបាយថ្ងៃត្រង់រួចពួកខ្ញុំចេញពីដងព្រែកកពតតមកភូមិកពតវិញម្ដងនិយាយទៅមួយថ្ងៃនេះចេញអត់ផុតពីកពតទេប៉ុន្តែពេលបានមកដល់ទីនេះខ្ញុំជាប់ចិត្ត
ចិត្តនៅនេះហ្មងខ្ញុំចង់ទៅលេងនឹងម្ដងទៀតប៉ុន្តែទៅជាមួយគ្រួសារម្ដងខ្ញុំជឿថាពួកគាត់បើបានមកដឹងតែពេញចិត្តហើយជាពិសេស view កន្លែងនេះស្រស់ស្រាយណាស់ខ្ញុំនឹកពួកគាត់មែនតើកលេចទៅជ្រុងខាងណាក៏ឃើញថាពួកគាត់មកជាមួយខ្ញុំដែរហើយជាពិសេសនឹកកូនត្រេនខ្ញុំអាកូនគីនឹងហ្មងបានតកកឈូមួយកែវអញ្ចេះទៀតថានឹកនោះនឹកច្រឡំទៅចាហើយ vlog នេះគឺអស់ត្រឹមកន្លែងខ្ញុំច្រឡំញ៉ាំតកកឈូផ្លុំនេះឯងអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ